ត្រីបលែនយក្សប្រវែង300 ម៉ែត្រនៅលើខ្នងភ្នំនៅប្រទេសថៃអត់ខុសទេបងប្អូនត្រីបលែនប៉ុន្តែវាមិនមែនជាត្រីពិតទេវាជាត្រីដែលអគេសន្មតចេញពីថ្មភ្នំណាហើយមានកូនមានម្ដាយហើយនឹងមានឪពុករូបរាងពិតរបស់ថ្មហ្នឹងគឺបែបនេះហើយកន្លែងហ្នឹងគឺជាកន្លែងដែលពេញនិយមរបស់ភ្ញៀវទេសចរជនជាតិថៃដែលគេចូលទៅទស្សនាច្រើនដែរសម្បត្តិចូលទស្សនាសម្រាប់ជនជាតិថៃគឺម្នាក់ខ្ទង់20 បាតលុយខ្មែរខ្ទង់ថៃ3000អីទេ3000រៀលណាប៉ុន្តែភ្ញៀវបរទេសសម្រាប់ជនជាតិគេដែលចង់ទៅទស្សនានៅកន្លែងហ្នឹងគឺសម្បត្តិ100 បាតខ្ទង់$3ហើយក្នុងការឡើងទៅកាន់ថ្មភ្នំហ្នឹងនេះពុកម៉ែបងប្អូនថ្មភ្នំមួយនេះណាចាំមើលខ្ញុំបង្វិលជា 3D ឲ្យមើលនេះទីតាំងហ្នឹងនៅជាប់ព្រំដែនប្រទេសឡាវទីតាំងរូបត្រីបលែនហ្នឹងណាប្រវែងវាវែងណាពីក្បាលដល់កតុយប្រវែង300 ម៉ែត្រសម្រាប់ថ្មភ្នំហ្នឹងប្រវែងអាចដើរបានខ្ទង់100 ម៉ែត្រហើយកម្ពស់វាគឺ200 ម៉ែត្រកម្ពស់វាពីខាងក្រោមនេះពីចំណុចនេះជាមួយខ្ញុំពោះឲ្យនេះពុកម៉ែបងប្អូនពីខាងក្រោមនេះទៅដល់លើនេះគឺប្រវែង200 ម៉ែត្រគ្រាន់តែកម្ពស់ណាហើយបដោយរបស់ពុកនេះត្រីដែលជាត្រីឈ្មោលគឺខ្ទង់ប្រវែងរបស់វាខ្ទង់300 ម៉ែត្រទាំងកូនទាំងម្ដាយខាងនេះទូជាងគេយើងអាចចោះទៅមើលបានថារូបនឹងវារូបភាពបែបម៉េចហើយដើម្បីឡើងទៅកាន់ថ្មភ្នំនឹងបានថ្មភ្នំនេះបានគឺភ្ញៀវត្រូវជួលឡានអោបរូតរបស់អ្នកស្រុកនៅក្បែរហ្នឹងតម្លៃជួលឡានគឺ500 បាតដើម្បីឡើងទៅដល់ហើយឡានហ្នឹងមួយគឺអាចជិះបានគ្នាពី8ទៅ10នាក់ទៅកាន់ថ្មភ្នំហ្នឹងដែលជារូបត្រីបលែនគេតំណាងរបស់ជនជាតិរបស់ចៅសៀមហ្នឹងហើយទៅកន្លែងទេសចរគេកន្លែងហ្នឹងនិយាយទៅហើយដើម្បីឡើងទៅកន្លែងហ្នឹងបានគឺយើងអាចជួលឡានគេឡានអោបរ៉ូតយើងអត់អាចប្រើឡានខ្លួនឯងទៅបានទេឆ្ងាយរបស់វាឆ្ងាយដែរបើយើងចេញពីក្រុងបាងកកហើយសម្រាប់ទីតាំងនេះភ្ញៀវគេបើកយើងនិយាយពីពេលវេលាដែលគេបើកវិញណាពីម៉ោង5ព្រឹករហូតដល់ម៉ោង4កន្លះល្ងាចពេលវេលាគេបើកស្ថិតនៅភាគគ្នេយ៍នៃប្រទេសសៀមហ្នឹងពុកម៉ែបងប្អូនចង់ទៅលេងកន្លែងហ្នឹងអត់តម្លៃ500 បាតពុកម៉ែបងប្អូនក្នុងការជួលឡានគេឡើងទៅវាថ្លៃដែរចូលខ្ទង់30 រៀលហើយឡើងទៅដល់ហ្នឹងបងប្អូនអាចជួលជាងថតឬក៏មានដ្រូនបង្ហោះមកវីដេអូគឺ1000 បាតអាស្រ័យលើវីដេអូទំហំវីដេអូវែងឬខ្លីហើយគេមកមើលកន្លែងហ្នឹងគឺចង់មើលទី1គឺថ្ងៃរៀបលិចមើលពីលើកំពូលភ្នំហ្នឹងទៅតាមរយៈពេលល្ងាចហើយនឹងពេលថ្ងៃគេមើលថ្ងៃរះចំកដាលហើយពេលល្ងាចគេមើលថ្ងៃរៀបលិចមើលទៅកាន់ប្រទេសឡាវតែម្ដងពុកម៉ែបងប្អូនហើយមាន3ថ្មហ្នឹងដែលគេល្បីមែនតើនេះពុកម៉ែបងប្អូនមានពីក្បាលដល់កតុយណាអូខេហើយបើយើងនិយាយពីតំបន់ទេសចរកន្លែងនេះភ្ញៀវគេទទួលបានអ្នកទេសចរច្រើនមួយឆ្នាំណាគ្រាន់តែថ្មភ្នំប៉ុណ្្នឹងឯណាពុកម៉ែបងប្អូនយើងអាចទៅមើលបានទៀតជាមួយខ្ញុំចោះមើលពី3កន្លែងជូនពុកម៉ែបងប្អូនមើលណាថាតើថ្មហ្នឹងវារូបរាងបែបម៉េចអានេះគេថតពេលល្ងាចនេះបើគេ view មើលទៅដូចស្រស់ស្អាតណាជាមួយខ្ញុំចូលរូបភាពហ្នឹងឲ្យមើលនេះពុកម៉ែបងប្អូនថ្មប្រភេទនេះនេះដែលភ្ញៀវទេសចរគេទៅថតលេងអូខេហើយគេថាជាត្រីបលែនរូបបើនិយាយពីប្រវត្តិរបស់គេវិញគឺ500 លានឆ្នាំមុនតាំងពីជំនាន់ដៃណូស័រណាអានេះបើយើងចូលអានប្រវត្តិរបស់គេនិយាយពីរឿងត្រីបលែនហ្នឹងណាពុកម៉ែបងប្អូនអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចង់និយាយពីទីតាំងថ្មភ្នំរបស់ប្រទេសថៃដែលគេថាជាទីតាំងត្រីបលែន3ក្បាលហោះគេថាហែលនៅចំកណ្ដាលព្រៃតែម្ដងនេះឧបកិច្ចថាត្រីហ្នឹងណាប៉ុន្តែតាមពិតវាជាថ្មទេអូខេអរគុណច្រើន